សួស្តីពុកម៉ែបងប្អូនចឹងថ្ងៃនេះយើងមកបន្តសាច់រឿងរបស់យើងទៀតដែលមានចំណងជើងថា Auto Hunting with My Clone ចឹងចំពោះអ្នកដែលមិនទាន់បាន Subscribe កុំភ្លេចជួយចុច Like និង Subscribe ផងណាដើម្បីឲ្យ Admin មានកម្លាំងចិត្តក្នុងការសម្រាយរឿងបន្តទៀតចឹងដើម្បីកុំឲ្យខាតពេលវេលាយូរចូលយើងមកស្ដាប់ការសម្រាយរឿងទាំងអស់គ្នាចឹងបន្ទាប់ពីចុងសាំងវូរបស់យើងដែលជាតួឯកនៅក្នុងសាច់រឿងនេះក៏បានប្រើប្រាស់សមត្ថភាពនៃ skill clone របស់គាត់ជប់រូបរាងកាយមួយទៀតចេញមកគឺថារូបរាងកាយ clone ដែលគាត់ជប់ចេញមកនោះគឺថាគ្មានសម្លៀកបំពាក់ខុសពីរូបរាងកាយរបស់គាត់ទោះបីជាសភាពនៃរាងកាយមានសាច់មានឈាមកម្ពស់អីដូចគ្នាទាំងអស់មែនគ្រាន់តែខុសត្រង់ថារូបរាងកាយ clone នោះគឺគ្មានសម្លៀកបំពាក់ទេរួចហើយចុងសាំងវូរបស់យើងក៏បានសួរទៅរូបរាងកាយ clone នោះថាតើឯងគឺជារូបរាងកាយ clone មែនចំណែករូបរាងកាយ clone នោះក៏បានឆ្លើយទៅវិញថាបាទខ្ញុំពិតជារូបរាងកាយ clone មែនដោយការងើយឆ្ងល់ចុងសាំងវូក៏បានសួរទៅកាន់រូបរាងកាយ clone ថាតើខ្ញុំអាចប៉ះរូបរាងកាយរបស់ឯងបានអត់ចំណែករូបរាងកាយ clone នោះក៏បាននិយាយថាបាទលោកម្ចាស់អាចប៉ះបានដោយមានការភ្ញាក់ផ្អើលនឹងការជប់រូបរាងកាយ clone ដូចនេះដោយសារនេះគឺជាលើកទី1នៃការដែលថាគាត់អាចមានសមត្ថភាពជប់រូបរាងកាយរបស់គាត់ឡើងមកគាត់ក៏ចង់ដឹងថាខ្លួនឯងស្ថិតក្នុងក្តីសុបិនឬក៏យ៉ាងណាដូច្នេះគាត់ក៏បានផ្ទះខ្លួនឯងពីវេដៃដើម្បីចង់ដឹងថាខ្លួនឯងកំពុងតែសម័យឬក៏វាគឺជាការពិតចំណែកបន្ទាប់ពីគាត់សាកល្បងហើយគឺគាត់ដឹងថាវាគឺជាការពិតមែនមិនមែនជាក្តីសម័យទេបន្តមកចុងសាំងវូក៏បានស្ទាបទៅរូបរាងកាយរបស់គាត់ដែលជារូបរាងកាយ clone នោះគឺថាទាំងសាច់ទាំងឈាមទាំងកម្ពស់គឺថាដូចគាត់ទាំងសងតែម្ដងគឺមិនមែនជារូបភាពបំភាន់ភ្នែកហើយមិនអាចប៉ះបាននោះទេគឺប៉ះបានដូចធម្មតាដូចមនុស្សយើងអញ្ចឹងបន្ទាប់ពីគាត់ឃើញរូបរាងកាយ clone របស់គាត់ដោយមិនបានស្លៀកសម្លៀកបំពាក់អ្វីសោះគាត់ក៏បានទៅយកសម្លៀកបំពាក់មួយឈុតដើម្បីឲ្យរូបរាងកាយ clone របស់គាត់ស្លៀកពាក់ផងដែររួចហើយចុងសាំងវូរបស់យើងក៏បានបញ្ជារូបរាងកាយ clone នោះឲ្យអង្គុយចុះនិងងើបឡើងរហូតដល់រូបរាងកាយ clone នោះមានអារម្មណ៍ថាខ្លួនឯងហត់និងអស់កម្លាំងជាខ្លាំងដូច្នេះហើយបានជាចុងសាំងវូគាត់មានអារម្មណ៍ថារូបរាងកាយ clone នោះមានសភាពដូចគាត់អញ្ចឹងធ្វើកាយវិការបានតែមួយសន្ទុះទេគឺមានអារម្មណ៍ថាហត់និងដង្ហក់យ៉ាងខ្លាំងហើយអ្វីដែលគាត់កាន់តែចាប់អារម្មណ៍នោះគឺថាគាត់មិនចាំបាច់ប្រើសម្លេងខ្លាំងក្នុងការបញ្ជារូបរាងកាយ clone នោះឲ្យធ្វើអ្វីមួយទេដោយគាត់ប្រើតែសម្លេងមុំក៏អាចបញ្ជារូបរាងកាយ clone នោះឲ្យធ្វើអ្វីតាមដែលគាត់ចង់បាននោះដែររួចហើយក្នុងអំឡុងពេលដែលចុងសាំងវូកំពុងតែតេស្តសមត្ថភាពនៃ skill clone របស់ខ្លួននោះទូរស័ព្ទរបស់ខ្លួនឯងកំពុងតែមានមនុស្សផ្ញើសារមករួចហើយនៅពេលដែលចុងសាំងវូលើកទូរស័ព្ទមើលក៏ដឹងថាគឺមិត្តភ័ក្តិរបស់គាត់ដែលមានឈ្មោះថាខ្យងដូដែលបានផ្ញើសារមកកាន់គាត់ហើយបានប្រាប់ចុងសាំងវូថាមិត្តភ័ក្តិរបស់គាត់គឺទទួលបាន skill អ្នកប្រមាញ់2ហើយគាត់ក៏បានសួរតបទៅចុងសាំងវូថាតើចុងសាំងវូទទួលបាន skill អ្វីដោយឃើញមិនតបសារអ្វីសោះមិត្តភ័ក្តិរបស់គាត់ក៏គិតថាចុងសាំងវូបានគេងរួចទៅហើយបានមួយសន្ទុះចុងសាំងវូក៏បានតបសាររួចហើយមិត្តភ័ក្តិរបស់គាត់ក៏ដឹងក្នុងចិត្តថាច្បាស់ជាចុងសាំងវូទទួលបាន skill មិនល្អដូច្នេះហើយបានជាចុងសាំងវូមិនចង់ឆ្លើយតបនៅសាររបស់គាត់រួចហើយមិត្តភ័ក្តិរបស់ចុងសាំងវូក៏និយាយអបអរសាទរហើយថែមទាំងនិយាយប្រាប់ចុងសាំងវូថាមិនគួរនៅតែក្នុងផ្ទះទេបើចុងសាំងវូធ្វើតែបែបនេះគឺគ្មានអ្នកណាអាចជួយបានទេហើយចុងសាំងវូគួរតែចេញមកក្រៅដើម្បីហាត់ប្រាណខ្លះវាមិនត្រឹមតែល្អចំពោះសុខភាពរបស់ចុងសាំងវូឯងទេថែមទាំង skill ក៏ល្អទៅតាមនឹងដែរចំណែកចុងសាំងវូបន្ទាប់ពីឃើញសារហើយក៏មានអារម្មណ៍ថាធុញយ៉ាងខ្លាំងពីព្រោះតែមិត្តភ័ក្តិរបស់គាត់និយាយច្រើនពេកហើយសាច់រឿងរបស់យើងក៏កាត់ឲ្យយើងមកស្គាល់នៅបុរសម្នាក់ដែលគាត់មានឈ្មោះថា George Lucas គាត់គឺជាមនុស្សដែលរស់នៅក្នុងសហរដ្ឋអាមេរិកហើយគាត់ក៏ជាប្រធានក្រុមនៃបរិន្ទះផងដែរហើយគាត់គឺជាជើងឯកដ៏ខ្លាំងម្នាក់ដែលស្ថិតក្នុងចំណាត់ថ្នាក់ S rank ផងដែរហើយគាត់បានបញ្ចប់ការហ្វឹកហាត់ហើយទទួលបានជ័យជំនះនៅឯអាគារ Odin ដែលមិនធ្លាប់មានអ្នកណាម្នាក់ទទួលបានជោគជ័យឡើយហើយសាច់រឿងបន្តរបស់យើងគេក៏កាន់មកដល់អាគារធំរបស់បរិន្ទះផងដែរហើយលេខារបស់ George Lucas ក៏បានរៀបរាប់ទៅកាន់ George Lucas ថាក្នុងចំណោមមនុស្ស300លាននាក់អ្នកដែលថាបានដាស់សមត្ថភាពរួចមានចំនួន 80% នៃចំនួនមនុស្សសរុបទាំងអស់រួច George Lucas របស់យើងក៏បានសួរទៅលេខារបស់គាត់ថាចឹងយើងត្រូវចំណាយរយៈពេលប្រហែលដើម្បីឲ្យបញ្ចប់កិច្ចការងារនោះបើយោងទៅតាមទិន្នន័យ
ในប្រជាជនដែលបានចូលរួមនៅក្នុងកម្មវិធីការដាក់សមត្ថភាពជារៀងរាល់ឆ្នាំពួកយើងរំពឹងថាអាចនឹងត្រូវបញ្ចប់ក្នុងរយៈពេល5ឆ្នាំរយៈពេល5ឆ្នាំពិតជាមិនយូរពេកទេរួចហើយសៃឬក៏កាន់មកដល់រូបរាងកាយខ្លួនរបស់សាំងយូជុងដែលកំពុងតែរត់ហាត់ប្រាណនៅក្រោមកម្ដៅថ្ងៃក្ដៅដែលបានពាក់នៅអាវខូឌីដែលជាអាវសម្រាប់ខែរងាផងដែរដែលធ្វើឲ្យបុរស2នាក់មានការងើយឆ្ងល់ជាខ្លាំងក៏ព្រោះតែបុរស2នាក់នោះមកហាត់ប្រាណជាប្រចាំផងដែរដោយបុរសទី1ក៏ចំណាំថារូបរាងកាយខ្លួនរបស់សាំងយូជុងតែងតែមកហាត់ប្រាណជាប្រចាំហើយនឹងជារៀងរាល់ថ្ងៃទៀតផងចំណែកបុរសទី2ក៏សម្គាល់ឃើញថាក្មេងប្រុសដែលរត់នៅក្រោមកម្ដៅថ្ងៃដែលពាក់អាវរងាបែបនេះមិនក្ដៅទេអីបន្ទាប់ពីរូបរាងកាយខ្លួនរបស់សាំងយូជុងគាត់រត់ហត់អស់កម្លាំងក៏បានអង្គុយចុះរួចហើយក៏មានអ្នកមីម្នាក់ក៏បានដល់មកចិត្តរូបរាងកាយខ្លួននោះព្រមទាំងហុចទឹកទៅឲ្យរូបរាងកាយខ្លួននោះដើម្បីផឹករួចហើយអ្នកមីក៏បានបន្តថាផឹកទឹកបន្តិចសន្តិចាំបន្តដំណើរទៅមុខទៀតចំណែករូបរាងកាយខ្លួននោះមិនបានផឹកទឹកទេរួចហើយក៏រត់ចេញទៅដោយធ្វើឲ្យអ្នកមីងើយឆ្ងល់ជាខ្លាំងដោយគិតថាក្មេងប្រុសម្នាក់នេះគឺជាបុរស introvert ដោយសៃរឿងរបស់យើងក៏កាន់មកដល់ទូប្រុសរបស់យើងវិញដោយចង់សាំងវូបានឡើងទៅថ្លឹងលើជញ្ជីងដោយឃើញថាគីឡូរបស់គាត់ស្រកនៅសល់តែ 78.4 គីឡូតែប៉ុណ្ណោះរួចសាំងយូចុងក៏មានការងើយឆ្ងល់ពីព្រោះតែនៅពេលដែលគាត់ឃ្លានគាត់បានញ៉ាំអាហារគុណនឹង2នៃរបបអាហារប្រចាំថ្ងៃរបស់គាត់ក៏ប៉ុន្តែគាត់នៅតែអាចស្រកបាន20ផោនកាលពីខែមុនហើយនៅពេលដែលគាត់ឆែកនៅក្នុង system ឃើញថា stamina endurance ហើយនិង reflex របស់គាត់សុទ្ធតែឡើង 0.001 ទាំងអស់បន្ទាប់ពីឆែក system រួចសាំងយូចុងក៏បានដឹងថារូបរាងកាយខ្លួនដែលជប់ចេញមកគឺមានទំនាក់ទំនងជាមួយនឹងអ្នកដែលជប់រូបរាងកាយខ្លួននោះចេញមកហើយអ្វីដែលសាំងយូចុងគាត់សម្គាល់ឃើញគឺថាការឈឺចាប់និងការហត់នឿយរបស់រូបរាងកាយខ្លួនគឺមិនប៉ះពាល់ដល់រូបរាងកាយរបស់សាំងយូចុងឡើយហើយបើសិនជាសាំងយូចុងប្រើរូបរាងកាយខ្លួននោះលើសពីសមត្ថភាពរបស់វារូបរាងកាយខ្លួននោះនឹងបាត់ដែលឯងហើយរៀងរាល់ពេលដែលសាំងយូចុងមានការប្រែប្រួលរូបរាងកាយចំពោះរូបរាងកាយខ្លួនក៏ប្រែប្រួលទៅតាមនោះដែររួចហើយសាំងយូចុងក៏អាចប្រើប្រាស់រូបរាងកាយខ្លួននោះពីចម្ងាយដោយគ្រាន់តែប្រើការគិតតែប៉ុណ្ណោះហើយអ្វីដែលចម្លែកនោះរូបរាងកាយខ្លួនគឺមិនអាចជប់រូបរាងកាយខ្លួនមួយទៀតបានទៀតទេរួចហើយសាំងយូចុងក៏គិតថាបើសិនជារូបរាងកាយខ្លួនរបស់គាត់អាចជប់រូបរាងកាយមួយទៀតបាននោះសាំងយូចុងនឹងមានរូបរាងកាយខ្លួនរាប់មិនអស់បន្តមកសាំងយូចុងក៏បានសេចទៅលើ website wiki ហើយ website wiki នេះផងដែរគឺផ្ទុករតន័យទាំងអស់របស់អ្នកប្រមាញ់ហើយកំពុងអ្នកប្រមាញ់ទាំងឡាយបើសិនជាចង់ខ្លាចខ្លួនជាមនុស្សពូកែហើយនឹងជំនាញម្នាក់គេតែងតែរៀនអំពី website wiki នេះផងដែររួចហើយបន្ទាប់ពីរូបរាងកាយខ្លួនត្រូវបានបង្វឹកពេញមួយថ្ងៃមកគឺថា reflex stamina ហើយនឹងអ្វីផ្សេងៗទៀតគឺកើនឡើងទាំងអស់រួចហើយសាំងយូចុងក៏គិតថាបើសិនជាសាំងយូចុងហើយនឹងរូបរាងកាយខ្លួនវឹកហាត់ជាមួយគ្នានោះនឹងធ្វើឲ្យសមត្ថភាពកាន់តែកើនឡើងខ្ពស់បន្តមកសាំងយូចុងក៏បានទាញกระดาษផ្សាយពាណិជ្ជកម្មមួយដែលគេនិយាយរៀបរាប់អំពីការវឹកហាត់នៅជីមផងដែរដោយគាត់គិតថាបើសិនជាគាត់ព្យាយាមបង្វឹកខ្លួនឯងឲ្យកាន់តែខ្លាំងនោះថ្ងៃណាមួយគាត់នឹងក្លាយទៅជាមេគេបាទសម្រាប់ភាពពីនេះគឺសូមឆ្លើយត្រឹមតែប៉ុណ្ណេះសិនហើយ admin នឹងលើកយកភាព3មកសម្រាប់ជូនពុកម៉ែបងប្អូនជាបន្តទៀតបាយបាយ